ស្ដីអ្នកអរគ្នាថ្ងៃហ្នឹងខ្ញុំទទួលបានបំពេញមួយសម្រាប់ staycation នៅបាសាក់ស៊ីនឆរហើយស្អាតចិត្តមែនតើព្រោះដោយសារតែនៅនេះប្រភេទអូតែស្អាតមែនតើអញ្ចឹងខ្ញុំទៅ check in នៅប្រទេសពេលយើងចូលមកដល់គឺមានប្រភេទ king bag មួយហើយមានតុបាខែមានទូសឡុងហើយមកមើលខាងនេះទីតាំងបង្ការនេះល្អខ្លាំងមែនតើព្រោះដោយសារតែស្ថិតនៅក្នុងតំបន់បាសាក់ឡានណាអញ្ចឹងនៅខាងក្រោមហ្នឹងគឺបាសាក់ឡានអញ្ចឹងបើសិនជាយើងចោះចង់ឲ្យហាប់ពេលយប់ឡើងយើងអាចមាន activity ទៅញ៉ាំអីឬក៏ញ៉ាំអីតិចតួចជាអញ្ចឹងនៅខាងក្រោមបានពេលញ៉ាំហើយយើងឡើងមកគេងណាគឺងាយស្រួលមិនចាំជីកទៅផ្ទះអញ្ចឹងវាបានទៅស្គាល់ហើយនេះហើយនេះដោយសារថ្ងៃបន់អញ្ចឹងសង្ឃឹមថាគេនឹងបាញ់វាជ្រួចអញ្ចឹងបើសិនជាគេបាញ់វាជ្រួចយើងអាចមើលវាជ្រួចពីខាងបាពីមកទៅលើបានណា This is end ហើយនៅនេះមានដបមួយអាចធ្វើការក្បាច់ឬក៏មេកណាប់អញ្ចឹងណាហើយទូនេះទូប្រភេទកាត់ storage ឲ្យបានយើងហើយក្នុងនេះមាន safety box ស្រួលយ៉ាងដែរបើយើងមានរបស់ណាសំខាន់អីអាចដាក់ចូលនៅក្នុងនេះបានហើយនេះទូទឹកកកបាច់ព្យឺហើយគេមានប៉លមួយដែរស្រួលនៅពេលដែលយើងដាច់ភ្លើងមានប៉លហើយប្រភេទម៉ាស៊ីនត្រជាក់បោកគេប្រភេទ Central អញ្ចឹងគឺជាប់នៅជាងហើយប្រភេទការរចនាពីពណ៌ទុកនេះគឺ modern ខ្លាំងមែនទែនហើយស្អាតប៉ុន្តែស្អាតអូខេឥឡូវយើងទៅ check មើលទៅចឹងខាងនេះគឺជាផ្នែកខាងស្ងួតហើយខាងនេះខាងសើស្អាតហើយក៏មាន
មានវីដេអូទៀតវីដេអូបែរទៅខាងមកទៅតិចទៀតខ្ញុំនឹងឡើងទៅខាងលើ rooftop ចឹងនៅខាង rooftop មានតែ sky bar អានហើយទឹកជានៅកន្លែងហាត់ប្រាណចឹងចាំទៅនឹងទាំងអស់គ្នាណាអូខេឥឡូវនេះខ្ញុំមកដល់ជាន់ rooftop ហើយនេះជា sky bar ហើយ sky bar គេមាន indoor ហើយនិង outdoor ហើយសម្រាប់ indoor នេះយើងអាចអង្គុយមើលថ្ងៃនេះថ្ងៃលើថ្ងៃនេះថ្ងៃនេះប៉ុន្តែសម្រាប់ថ្ងៃនោះបាច់ទៅជួយចឹងយើងអាចអង្គុយហើយមើលទៅជួយបានចុះទុំមកបោះពេញស្អាតហ្មងខ្ញុំនិយាយថាខ្លាំងមាននឹងបានហ្មងអ្នកកាប់អាចមកមើលស្អាតហើយនេះดูนี่ស្អាតเลยเหมือนกันទីតាំងនេះល្អខ្លាំងតែទៅមាត់ទន្លេក៏ដែរទៅមានអីគេសុខហើយនេះប្រភេទអង្គុយខាង outdoor នេះក៏ស្លាប់ដែរតែបើសិនជាមិនអត់ឃ្លៀងទេមានខ្យល់បោះសំ fresh ចឹងអាងហែតទឹកហើយកន្លែងហាត់បាននៅខាងលើចឹងនេះឡើងទៅលើក្រៅនេះខ្លងថតរូបស្អាតណាស់ណាបើអ្នកបកាយចាប់ខ្លាំងណាថតរូបស្អាតដែរមកខ្ញុំនិយាយច្រឡំកន្លែងហាត់ប្រាណហ្នឹងគឺនៅជាន់ទី3ខាងលើហ្នឹងគឺអាងហែតទឹកឥឡូវយើងមកដល់ជាន់តែខ្ពស់ជាងគេហើយគឺជាន់អាទឹកហើយសម្រាប់ការហែកទឹកអាទឹកនេះឈៀលខ្លាំងមែនតើបើយើងហែកទឹកហើយយើងអាចនឹងចូល view ខាងហ្នឹងហ្មងទីស្រាប់បានខាង outdoor ហែកទឹកហើយអាចអង្គុយមើល sunset view បានទៅខាងដល់ហើយយើងមកចាំទៅទៅដើរលេងទៅគាត់ staycation នេះតែមកយប់ហ្នឹងអត់ខាត់ឡើយយើងឲ្យបានខាងនេះ